สรุปទៅគឺយើងនឹងមានបញ្ហា insulin resistant បើសិនជាយើងគេងមិនបានគ្រប់គ្រាន់ខ្ញុំបញ្យល់ខាងដើមមិញពេលដែលយើងគេងមិនបានគ្រប់គ្រាន់ខកតេសុលឡើងខ្ពស់បង្កើតជាតិស្ករនៅក្នុងឈាមធ្វើឲ្យក្នុងឈាមមានជាតិស្ករច្រើនអញ្ចឹងរាងកាយយើងគ្រាន់តែគេងអត់គ្រប់គ្រាន់ហ្នឹងរាងកាយយើងបង្កើត insulin ឡើងមកដើម្បីទប់ទល់ទៅនឹងអាជាតិស្ករដែលរាងកាយយើងបង្កើតច្រើនខុសប្រក្រតីហ្នឹងហើយចុះទម្រាំតែយើងញ៉ាំអាហារនៅក្នុងកន្លងពេលថ្ងៃងើបឡើងញ៉ាំបាយថ្ងៃបាយល្ងាចអីទៀតមិនជាតិស្ករឡើងកាន់តែខ្លាំងអញ្ចឹងរាងកាយយើងត្រូវតែបង្កើត insulin ឲ្យកាន់តែច្រើនដើម្បីទប់ទល់ទៅនឹងជាតិស្ករដែលឡើងមកដែលយើងញ៉ាំចូលនឹងបន្ថែមទៀតទី1អាគេងទី2អាហារដែលយើងញ៉ាំចូលហ្នឹងឯងដែលគេហៅថា insulin ឡើងខ្លាំងយូរទៅអាចបង្កឲ្យមាន insulin resistant ពេលដែលមាន insulin resistant ណាគឺជាសញ្ញាដំបូងដែលបង្កឲ្យមានជំងឺជាច្រើនដូចជាលើសជាតិស្ករទឹកនោមផ្អែមជំងឺបេះដូងឡើងខ្លាញ់ឡើងកូលេស្តេរ៉ុលលើសឈាមអីផ្សេងអញ្ចឹងគាត់ថាត្រូវតែយកចិត្តទុកដាក់ទៅលើការគេងរបស់យើងព្រោះអីវាមានឥទ្ធិពលទៅលើជាតិស្ករនៅក្នុងឈាមរបស់យើងណា